ថ្ងៃនេះយើងនឹងសិក្សាទៅលើអានទីក្រាលម្ដងក្រៅរបៀបគណនាពហុអានទីក្រាលមានតម្រងបែបនេះណាតម្រងគណនាកន្លាផ្ទៃអានទីក្រាល2ជាន់គឺចង់ឲ្យយើងគណនាផ្ទៃកន្លាដែលយើងស្នូតក្រហមនេះគឺផ្ទៃកន្លាវាជាការ៉េឬវាចតុកោណកែងណាក្នុង100 xo y ដើម្បីគណនាផ្ទៃកន្លាដែលមានស្នូតក្រហមនោះគឺយើងប្រើពហុអានទីក្រាលនេះគឺពីសេយើងតាំងវាពីសេទៅដេនេះចម្ងាយពីនេះគឺពីសេទៅដេវាស្របជាមួយនឹងxនេះវាស្របជាមួយនឹងoy នេះគឺ ab តាំងវាទៅ ab ដើម្បីគណនាផ្ទៃកន្លាហ្នឹងគឺយើងប្រើពហុអានទីក្រាលពហុអានទីក្រាលនៃ fx មានអង្គមពីអថេនេះគឺអានទីក្រាលពហុអានទីក្រាលយើងគឺអានទីក្រាលធៀបនឹង x នេះអានទីក្រាលធៀប y ក្រៅពី a ទៅ b គឺជាអានពី a ទៅ b នេះគឺជាអានទីក្រាលធៀបទៅនឹង y ពី c ទៅ d អានទីក្រាលធៀបពី c ទៅ d គឺអានទីក្រាលធៀបនឹង x នេះគឺក៏យើងអាចគណនាអានទីក្រាលធៀបc មុនក៏បានដែរយកធៀបជាមួយនឹង c ធៀបជាមួយនឹងអង្គម x មុនក៏បានដែរពី c ទៅ d ហ្នឹងគឺយើងដាក់មុនតមកគឺ a ទៅ d a ទៅ b a ទៅ b នេះគឺធៀបទៅនឹង y ដែលយើងទៅសេថា dy លើ dy dx អានេះគឺយើងសេថាគណនាអន្តរាលធៀបទៅនឹង x មុននេះធៀប x មុននេះធៀប y មុនទៅមើលលំហាត់មួយយើងមើលវិធាននៃការដោះស្រាយសិនវិធាននៃការដោះស្រាយគឺនៅក្នុងការដោះស្រាយពហុអានទីក្រាលហ្នឹងណានេះពីអានទីក្រាលពី c ទៅ d នេះគឺនៅខាងក្នុង dx ក៏នៅក្នុងដែរពី a ទៅ b នេះគឺអានទីក្រាលនៅខាងក្រៅ d គឺនៅខាងក្រៅវិធីនៃការដោះស្រាយទី1គឺនៅខាងក្នុងធៀបនឹងនៅខាងក្នុងធៀបនឹងខាងក្នុងហើយនៅខាងក្រៅធៀបនឹងខាងក្រៅនេះគឺគួរនឹងការចាំដើម្បីដោះស្រាយវានៅខាងក្នុងគឺ a នេះ a b ឬក៏ c d នៅខាងក្នុងធៀបនឹងខាងក្នុងមានន័យថាអានទីក្រាល c ពី c ទៅ d ធៀបជាមួយx ដោយសារ dx វានៅខាងក្នុងនៅខាងក្រៅធៀបនឹងខាងក្រៅមានន័យថាពីអានទីក្រាលពី a ទៅ b នេះគឺធៀបជាមួយនឹងអានទីក្រាល dy មានន័យធៀបនឹង y ដោយសារវានៅខាងក្រៅ dy គឺនៅខាងក្រៅអានទីក្រាលពី a ទៅ b នេះវានៅខាងក្រៅអញ្ចឹងគឺយើងគណនាអានទីក្រាលពី a ទៅ b នេះគឺធៀបទៅនឹង y ដោយសារ dy នៅខាងក្រៅអានទីក្រាល c ពី c ទៅ d នេះគឺអានទីក្រាលដែលធៀបជាមួយនឹង x ដោយសារ dx វានៅខាងក្នុងអញ្ចឹងគេប្រើពាក្យថានៅខាងក្រៅធៀបនឹងខាងនៅខាងក្នុងធៀបនឹងខាងក្នុងហើយនៅខាងក្រៅធៀបនឹងខាងក្រៅគណនាវាណាទី2គឺគណនាអានទីក្រាលធៀបនឹង x វាសន្មតថា y ជាលេខឬជាចំនួនថេរការគណនាអានទីក្រាលធៀប x គឺមានន័យថា y គឺជាលេខហើយជាចំនួនថេរទី3ក៏ចឹងដែរមានគណនាអានទីក្រាលធៀបទៅនឹង y មានន័យថាយើងសន្មតថា x គឺជាលេខឬក៏ជាចំនួនថេរយើងមើលគណនាអានទីក្រាលអានទីក្រាល a ហ្នឹងគឺវាស្មើនឹងកំណត់ពី1ទៅ3ពី0ទៅ1នៃ x គុណជាមួយ y ការ៉េ dy dx យើងដឹងថាដើម្បីគណនាយើងទៅដឹងអីគេគេនៅខាងក្នុងធៀបនឹងខាងក្នុងនៅខាងក្នុងធៀបនឹងខាងក្នុងហើយនៅខាងក្រៅធៀបនឹងខាងក្រៅអានេះគឺ0ពី0ទៅ1នេះវានៅខាងក្នុងធៀបនៅខាងក្នុងដែរគឺ dy អញ្ចឹងបានអានទីក្រាលពី0ទៅ1ហ្នឹងគឺធៀបជាមួយនេះគេធៀបជាមួយ dy ចម្រើនអានទីក្រាលធៀបទៅនឹង y អានទីក្រាលធៀបនឹង y យើងដឹងហើយណាអានទីក្រាលនេះអានទីក្រាលធៀបនឹង y គឺសន្មតថា x ជាលេខអញ្ចឹងយើងបានអីគេយើងគណនាក្នុងធៀបឲ្យក្នុងមកពី0ទៅ1វាពី0ទៅ1ហ្នឹងគឺមួយ dy ដោយសារវានៅខាងក្នុងដែរពីអានទីក្រាលពី1ទៅ3នេះគឺនៅខាងក្រៅធៀបនឹងក្រៅគឺ dy dx គណនាអានទីក្រាលបានអីគេដោយសារតែយើងគណនាអានទីក្រាលធៀបនឹងy ចឹងមានន័យថា x នេះជាលេខជាមេគុណជាចំនួនថេរបើវាជាចំនួនថេរតែវាជាមេគុណហ្នឹងបានអីគេគេបាន x គុណជាមួយនឹងគេ
y គុណ3លើ3កំណត់ពីមែនពី0 0ទៅ1តោះវិញគេនាមមកគេនេះបាន1លើ3យរុញមេគុណទីគុណ3ចេញមកនេះ1យើងសេថា1លើ3ស្មើនឹងអន្តរកាលពី1ទៅ3នេះគេនៃ x នេះគឺយើងជួសមកយើងជួស1ចូលមកថា1លើ3 1លើ3ស្មើ1ដែរនេះជួស0ចូលដល់សារទាញ3ចេញ3ទាញចេញនេះមេគុណដាក់មុខនេះបាន1លើ3កាលពីស្មើនឹងគេនេះ x យើងកតាឲ្យនេះយើងជួស1ចូលសារ1លើ1លើ3នៅ1ដែរគេសេតែ1នេះគឺដកឲ្យគេដកឲ្យ0សារយើងជួស0ចូលគឺ0អញ្ចឹងបាននេះគេបាន1លើ3នេះដែរទេមកពី1ទៅ3អានគេមកពី1ទៅ3 x សារនេះវា1ដល់0នេះសំ1 1គឺ x ដែរគេ dx យើងគេនេះអន្តរកាលធៀបទៅនឹង x ម្ដងអន្តរកាល x យើងដឹងណាអន្តរកាលនៃ x ស្មើនឹង x ក្រេលើ2នេះកំណត់ពី1ទៅ3គេវាជួសមកបាននេះគេយើងទីមេគុណ2ចេញសិនមកបាន6មានថា2គុណ3នេះគឺ1នេះ1ដែរដល់ឲ្យមែននេះគឺជួស3ចូលលើ x មកបាននេះគេបាន3ក្រេ9គេសេ9នេះជួស1ចូលលើ x ក្រេមកបានជួសមើលតែ x នេះបាន1លើក g ក្រេបាន1ដែរអញ្ចឹងវាបានគេ9ដល់1សល់18អញ្ចឹង8លើ6យើងសម្រួល2មកបាន4លើ3នេះវាអត់មានអីពិបាកទេអ្វីយើងត្រូវដឹងគឺអាក្នុងនេះធៀបណាក្នុងធៀបណាក្នុងក្នុងនេះធៀបណាក្នុងគឺជាវិធីសាស្ត្រនៃការដោះស្រាយធៀបណាក្នុងហើយយើងគណនាហ្នឹងហើយយើងគណនានេះម្ដងគណនាធ្វើវាពីរតង់យើងទៅមើលលំហាត់មួយទៀតមកម៉ាត់3នេះគឺគេឲ្យយើងគណនាអន្តរកាលកំណត់ពី0ទៅ2និងពី0ទៅ1នៃ x y d y d x ចឹងដឹងណាអន្តរកាលទីអាក្នុងទីអាក្នុងមានថាពីអន្តរកាលពី0ទៅ1ធៀបជាមួយ d y មានថាអន្តរកាលធៀបនឹង y បានទេគេធៀប y នេះគឺដដែលទេ0ពី0ទៅ2នេះគឺធៀបនឹង y មានថា x ជាមេគុណនេះទីមុខបានវាជាមេគុណហើយនេះវាអន្តរកាលនៃ y យើងបាន y លើ2កំណត់ពី0ទី1នេះបាននេះផ្សោតទីមេគុណ2មកនេះ1យើងគឺជាទី1លើ2ចេញវាបាន1លើ2គុណជាមួយនឹងអន្តរកាលនៃ0ទៅពី0ទៅ2នៃ x អានេះដឹងថាជួស1ចូលបាន1ការ៉េបាន1ដែរទេនេះជួស0ចូល0ការ៉េ0អញ្ចឹងយើងបាននេះគេ0បាននេះ x នេះសល់0ដល់1សល់1អញ្ចឹងវាថា x សល់ x ទេនេះគឺអន្តរកាលពី0ទៅ2ធៀបទៅនឹងធៀបទៅនឹង dx ធៀប x តោះនេះគេនេះអន្តរកាលមកបានអន្តរកាលនៃ x យើងបានដូចជា x ក្រេលើ2នេះមេគុណ1លើ2គឺជាមេគុណកំណត់ពីម៉ានកំណត់ពី0ទៅ2អញ្ចឹងគេបាននេះគេនេះគឺយើងទី2មេគុណទី2ទៅនេះមកបាន1លើ4គុណទៅឲ្យ4នេះមានថា2ការ៉េ4 0ទៅ0ការ៉េ0នេះ4ដក0អញ្ចឹងបាននេះគេ4ដក0បាន4ទេប៉ុន្តែគុណជាមួយនឹង1នេះបាន4លើ4បាន1